បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានคลิปមួយតាក់ទងជាមួយនឹងការសុំស្នើរកលុយពី Facebook បាទអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅមើលទាំងអស់គ្នាបាទជាដំបូងគឺយើងចូលទៅក្នុង app Facebook របស់យើងមកបាទបន្ទាប់មកទៀតចុចត្រី3យើងចុចមើលកន្លែងផ្ទាំងគ្រប់គ្រងចុចលើវាមកបងប្អូនសង្កេតមើលឃើញអក្សរនៅខាងលើដែរបាទនេះអក្សរញញខាងលើគេដាក់ថាការរកលុយអញ្ចឹងយើងចុចចូលទៅបាទអានេះ Facebook ខ្ញុំទើបធ្វើថ្មីឥឡូវយើងមកមើលកន្លែងការរកលុយពីមាតិកាអញ្ចឹងយើងចុចចូលទៅបាទអញ្ចឹងវានាំយើងមកដល់កន្លែងនេះគេប្រាប់ថាដាក់បញ្ជូនចំណាប់អារម្មណ៍អញ្ចឹងយើងចុចលើវាទៅបាទវាមាន3កឡូនវាមានទី1ទី2ទី3អញ្ចឹងយើងចុចមកលើគេមុនគេមកអញ្ចឹងវាឲ្យយើងជ្រើសរើសតែយើងអ្នកបង្កើតវីដេអូឬអ្នកតន្ត្រីធ្វើអីផ្សេងទៅមេចុងភៅរចនាម៉ូដវិចិត្រករអីអញ្ចឹងក្នុងនាមយើងជាអ្នកយើង MMO ផលិតវីដេអូផលិតរឿងកំ pl ខ្លីហើយយើងដាក់ជ្រើសរើសយកអ្នកបង្កើត digital បាទយើងចុចលើវាមករួចយើងចុចរួចរាល់នៅខាងក្រោមទី2តើអ្នកចង់រកលុយតាមទម្រង់បែបណាតាមមាតិកាបែបណាអញ្ចឹងយើងជ្រើសរើសយកមកទាំង4មកដាក់ reel photo take post និង story អញ្ចឹងយើងចុចគ្រីសវាទាំង4មកបងប្អូនបាទយើងចុចរួចរាល់មួយទៀតបាទអញ្ចឹងយើងអស់2កាឡូនហើយយើងសល់កាឡូនចុងក្រោយគឺកាឡូនទី3គឺសំខាន់បាទកាឡូនទី3នេះសំខាន់ណាស់បាទអញ្ចឹងយើងចុចលើវាមកសួរថាកាឡូននេះយើងចេះជាសេជាភាសាអង់គ្លេសដែរបើយើងចេះគឺយើងសេទៅបើថាយើងមិនចេះទេចាំខ្ញុំដាក់ link នៅក្រោម comment ហើយបងប្អូនចូលទៅយកហើយ copy វាហើយបញ្ចូលទៅតែម្ដងទៅបាទអញ្ចឹងខ្ញុំផាសចូលអញ្ចឹងខ្ញុំ copy បានហើយឥឡូវខ្ញុំផាសចូលហើយបិទភ្ជាប់បាទឥឡូវវានឹងលោតមកនេះវាលោតមកនៅកន្លែងនេះហើយយើងចុចដាក់បញ្ជូនបាទអញ្ចឹងយើងដាក់បញ្ជូនរួចរាល់ហើយហ្នឹងហើយឥឡូវ Facebook បងប្អូនណាដែលមិនទាន់បានដាក់អញ្ចឹងគឺយើងទៅបើកដាក់ទាំងអស់គ្នាទៅបាទដើម្បីបាន tool CM ទាំងអស់គ្នាបងប្អូនតែយើងអត់ដឹងយើងចេះតែធ្វើវីដេអូចេះតែថតរូបបង្ហោះអត់ដឹងអញ្ចឹងគឺយើងនឿយឥតប្រយោជន៍ទេអត់បានជាផលផេសអីទេបាទคลิปវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទបើคลิปនេះមានសារៈសំខាន់កុំភ្លេច follow និង like ផងបាទអរគុណ